Bánh treoនៅខេត្តសៀមរាបមកកន្លែងនេះឆ្ងាញ់ណាស់បងប្អូនអើយជាពិសេសរដូវកាលនេះគឺអង្គរសង្ក្រាន្តអ្នកដែលទៅសៀមរាបគឺច្រើនណាស់អញ្ចឹងកុំភ្លេចទៅញ៉ាំកន្លែងគាត់ណាជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនាំបងប្អូនទាំងអស់គ្នាមកស្គាល់កន្លែងលក់បញ្ឆេវមួយកន្លែងដែលនៅក្បែរប្រាសាទអង្គរវត្តយើងតែម្ដងគឺឆ្ងាញ់មែនតើបងប្អូនហើយតម្លៃគឺសមរម្យនិយាយទៅគឺឆ្ងាញ់ទាំងទឹកជ្រលក់ទាំងសាច់បញ្ឆេវទាំងតម្លៃគឺគុណភាពគឺអែមតែម្ដងបងប្អូនហើយកន្លែងគាត់នឹងអត់ពិបាករកទេគឺងាយស្រួលរកតែម្ដងគឺនៅក្បែរនឹងកសិនទឹកទៅផ្សារអង្គរតែម្ដងបងប្អូនបើនិយាយពីថាការចាក់បញ្ឆៅវិញណាប្រុសក្មេងនេះក្មេងទេប៉ុន្តែប្រកែកចាក់ណាបងប្អូនអើយចក្រានណាឡើង3 4បញ្ចាក់តន់ពីព្រោះភ្ញៀវគាត់គឺច្រើនមែនតើអតិថិជនគឺច្រើនមែនតើដែលគ្រប់គ្រងជាមួយនឹងរសជាតិរបស់គាត់ហើយកន្លែងរបស់គាត់មានឈ្មោះថាអ៊ីរុំបញ្ឆៅអង្គរនេះគឺលេខទូរស័ព្ទរបស់គាត់អញ្ចឹងបងប្អូនអាចខលកក់ឬក៏ខលសួរទីតាំងឲ្យបានបងប្អូនអត់ពិបាកនោះទេពីព្រោះងាយស្រួលរកណាស់បងប្អូនមកដល់ប្រាសាទអង្គរប្រកាសជាឆ្លងកាត់ជាមួយនឹងកសិនអង្គរហើយកសិនទឹកហ្នឹងបងប្អូនអញ្ចឹងបងប្អូនជិះមកដល់នៅផ្លូវកែងចិត្តផ្លូវកែងតែម្ដងគឺតូបគាត់នឹងចុងគេហ្នឹងហើយគឺបើនិយាយពីបន្លែវិញបងប្អូនគឺច្រើនមែនតើមានទាំងត្រួយគេហៅថាត្រួយល្ងាងហ្នឹងត្រួយលៀបហ្នឹងខ្ញុំភ្លេចបាត់ហើយបងប្អូនហើយសាឡាត់វិញដូចជាសាឡាត់ដាំនៅសៀមរាបហ្នឹងណាស្លឹកទូចឆ្ងាញ់ណាស់ស្លឹកវិញហើយជីគ្រប់មុខបងប្អូនអើយនិយាយទៅគឺឆ្ងាញ់ហើយទឹកជ្រលក់របស់គាត់គឺបែបអ្នកសៀមរាបឆ្ងាញ់មែនតើហើយបើនិយាយពីសាច់បញ្ឆេវវិញណាសាច់សម្បកគឺស្រួយស្ដើងអត់ក្រាស់អត់ជ្រាយទេបងប្អូនជាពិសេសខ្ញុំឲ្យលេខ1ទៅលើ Snow តែម្ដង Snow របស់គាត់ណាគឺស្ងួតល្អណាស់អត់មានសើមហើយបើនិយាយពីសាច់បញ្ឆេវអត់ក្រាស់អត់សើមអៀចអ៊ីនោះទេគឺស្ងួតល្អនិយាយទៅស្ងួតទាំងសម្បកស្ងួតទាំង Snow សាច់តែម្ដងបើនិយាយពីសណ្ដែកបដោះបងប្អូនសណ្ដែកបដោះដែលគាត់ដាក់នៅក្នុងបញ្ឆេវហ្នឹងណាគឺឆ្អិនល្អមែនតើបើបញ្ឆេវមួយកន្លែងណាគាត់របៀបផងថាដាក់សណ្ដែកបដោះហើយដាក់ Snow ហើយលើកយកឲ្យភ្ញៀវហើយអញ្ចឹងពេលខ្លះញ៉ាំទៅសណ្ដែកបដោះនៅទៅឆ្អិនទេអញ្ចឹងវាធ្វើឲ្យឈឺពោះអីដែរបើសិនជាញ៉ាំឆៅសុតឆ្អិនសុតវិញអត់អីទេអាស្ទើឆ្អិនស្ទើឆៅនេះគឺឈឺពោះអាក្រក់ណាស់បងប្អូនប៉ុន្តែកន្លែងគាត់នេះគឺល្អមែនតើសណ្ដែកគាត់ទុកឡើងឆ្អិនល្អហើយ Snow សាច់វិញគឺលក្ខណៈថាឡើងស្ងួតហើយដូចខ្ញុំអញ្ចឹងជាមនុស្សម្នាក់ដែលអត់ចូលចិត្តញ៉ាំខ្លាញ់ណាដល់ពេលកន្លែងគាត់ហ្នឹងគឺ Snow របស់គាត់អត់មានខ្លាញ់ច្រើនទេបងប្អូនឆ្ងាញ់មែនតើកុំភ្លេចទៅរកកន្លែងគាត់ណាបងប្អូនអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបងប្អូនទាំងអស់គ្នា